បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះខ្ញុំនឹងប្រាប់អំពីរបៀបយើងបើក file ច្រើនដើម្បីកែរូបនៅក្នុង camera raw នៅក្នុង Photoshop បាទទូទៅយើងអាចកែ file ច្រើនឬក៏ចាក់ preset ច្រើននេះនៅក្នុងកម្មវិធី Lightroom ប៉ុន្តែយើងអាចប្រើនៅក្នុង Photoshop បានដូចគ្នាអញ្ចឹងដំបូងបងប្អូនត្រូវបើកកម្មវិធី Photoshop បន្ទាប់មកយើងមកកំណត់វាបាទអឺនៅត្រង់នេះបាទនៅត្រង់ file ហើយបងប្អូនសូមតបបាននៅក្នុង edit នេះបន្ទាប់មកបងប្អូនយកពាក្យ preference នៅខាងចុងគេហើយយើងយក general សិនមកបាទអញ្ចឹងនៅត្រង់ file handling បាទការចាត់ចែង file នៅពេលដែលបើកដំបូងអញ្ចឹងត្រង់នេះបងប្អូនមិនបាច់ប៉ះពាល់អីទេប៉ុន្តែយើងមើលកន្លែង file compatibility នេះមកបងប្អូនយក camera preference បាទសម្រាប់មុខងារ camera នេះគឺវាដូចជាមួយនឹងកម្មវិធី Lightroom អញ្ចឹងបើសិនជាបងប្អូននៅធ្លាប់ប្រើ Lightroom យើងអាចអង្កេតឃើញថាវាដូចគ្នាបាទហើយមុខងារ camera គឺនៅពេលដែលយើងប្រើទៅលើរូបរបស់យើងគឺវាមានគុណភាពល្អជាងដែលយើងប្រើ adjustment នៅខាងក្រៅនេះណាបាទអញ្ចឹងនៅក្នុង camera preference នេះបងប្អូនចុចយក file handling នេះមកបន្ទាប់មកយើងមកមើលនៅខាងក្រោមនេះបាទនៅខាងក្រោមនេះវាអាចមាន disable បែបនេះណាបាទប៉ុន្តែបងប្អូនអាចបើកទៅលើមុខងារប្រភេទ file JPG នេះមកបាទហើយយើងយកពាក្យ automatic open all support យើងយកក្រោមគេវាដាក់ថា all support JPEG បាទនៅក្រោមនេះបើបងប្អូនចង់បានប្រភេទ file នឹងបើកបាននៅក្នុង camera យើងអាចរើសបានកន្លែងដូចគ្នាបាទអញ្ចឹងយើងយកក្រោមគេទាំងអស់ទាំងពីរហ្នឹងអញ្ចឹងត្រង់នេះគឺមានប៉ុណ្្នឹងហើយបាទចឹងនៅក្នុង camera raw យើងបាច់កំណត់អីច្រើនទៀតទេហើយនៅត្រង់ edit panel behavior នៅ general នេះបងប្អូនអាចរើស single នេះក៏បានឬក៏អាចយក multiple ក៏បានដែរដោយសារយើងចូលចិត្តកែប្រភេទរូបច្រើននៅក្នុង camera អញ្ចឹងយើងអាចបើកនេះមកដើម្បីឲ្យមានភាពងាយស្រួលអូខេអញ្ចឹងយើងមើលកន្លែងសំខាន់គឺបងប្អូនកំណត់នៅកន្លែងនេះណាបាទយើងយកខាងក្រោមគេមកអស់អញ្ចឹងចុច OK មកតែប៉ុណ្្នឹងទៅគឺបានហើយហើយចុច OK ទៀតនេះ file ដែលយើងបើកម្ដងមួយតាម open ឬក៏យើងទាញមកម្ដងមួយហើយប្រភេទ file នេះជា PNG ទេអញ្ចឹងយើងអាចបើកពពួក JPG នេះបានច្រើនអញ្ចឹងខ្ញុំ select ហើយ1 2ហើយយើងទាញមកចូលនៅក្នុងនេះបាទយើងដាក់នៅខាងលើនេះមកបាទមិននៅក្នុងនេះទេគឺនៅខាងលើណាបាទអូខេអញ្ចឹងអូខេម្ដងទៀតបាទ1 2ទាញមកដាក់នៅខាងលើនេះមកបាទដាក់នៅចំកន្លែង tab នេះណាបាទអញ្ចឹងយើងឃើញមាន2ហើយប្រភេទ file របស់យើងនេះហើយយើងអាចចាក់ពណ៌នៅក្នុងនឹងបានហើយបន្ទាប់មកយើង export វាចេញបាទចាក់ពណ៌យើងចាក់នៅត្រង់នេះពណ៌ដែលបងប្អូនតម្លើងគឺនៅត្រង់នេះណាបាទអញ្ចឹងនៅក្នុងនេះបាទនៅក្នុង tab ចុងក្រោយគេ preset នេះយើងអាចតម្លើង preset ថ្មីដែលបងប្អូនជាពីខាងខ្ញុំទៅខាង Kyle បាទអញ្ចឹងយើងអាចតម្លើងតាម import profile and preset ចុចអានេះទៅហើយយើងទៅរកមើលកូដពណ៌preset ហ្នឹងតែបាទហើយវានឹង load ចេញដូចខ្ញុំអញ្ចឹងហើយឥឡូវឧទាហរណ៍ថាយើងចាក់ពណ៌ទាំងអស់នេះហើយរូបយើងចង់យកចេញបងប្អូនអាចចុចសញ្ញានេះបានណាបាទចុចសញ្ញានឹងមកហើយវា save ហើយបាទនេះយើងអាចត្រង់កន្លែងនេះយើងរើសទីតាំងរូបរបស់យើងទៅដាក់នៅណាឥឡូវខ្ញុំសាកដាក់នៅ download បាទដាក់នៅ download មកហើយនេះជាឈ្មោះទេបើសិនជាយើងចង់ទុកឈ្មោះវាដដែលយើងមិនប៉ះពាល់អីទេកន្លែងសំខាន់គឺ format ប្រភេទនេះគឺយើងដូរមកកុំយក DNG បាទយើងយក JPG ជាប្រភេទ file ដែលយើងអាច share នៅលើ Facebook ឬក៏ផ្ញើទៅតាម Messenger ឬក៏ Telegram ឲ្យបានឬក៏យើងអាចពិនិត្យមើល view តាមធម្មតាបានណាបាទអញ្ចឹងយើងយក JPEG នេះមកហើយនេះកម្រិតគុណភាពបងប្អូនអាចដាក់10 9ឬក៏8ក៏បានដែរអញ្ចឹងវាប្រាប់ថាចាប់ពី8ទៅ9គឺគុណភាពល្អហើយបាទអូខេហើយបន្ទាប់មកខាងក្រោមនេះមិនបាច់ទេយើងមិន tick អីទេអានេះក៏មិនបាច់ប៉ះពាល់ដែរហើយផ្នែក image resizing នេះគឺសម្រាប់ការកំណត់ទំហំរូបយើងចង់ផ្លាស់ប្ដូរទំហំរូបពីតូចទៅធំឬក៏ពីធំមកតូចបាទយើងអាចកំណត់បានដើម្បី
ជួនកាលទៅយើងអត់ចង់បានទំហំ megabyte ធំជាងមុនយើងចង់ឲ្យតូចយើងអាចកំណត់តាមនោះបានដែរអញ្ចឹងឲ្យមានតែប៉ុណ្្នឹងហើយយើងចុច save ទៅគឺ file របស់យើងនៅជាប់នៅក្នុង folder នេះហើយបាទអញ្ចឹងសម្រាប់ការប្រើនេះគឺមានតែប៉ុណ្្នឹងហើយមួយទៀតបើសិនជាបងប្អូនចង់ចាក់ពណ៌ទាំងអស់នៅលើពណ៌ដូចគ្នាអ្វីដែលយើងបានកំណត់នៅលើរូបទី1នេះហើយយើងចង់ឲ្យរូបទី2បានដូចគ្នាដែរអញ្ចឹងឧទាហរណ៍បាទយើងអាចប្រើ preset នេះតែម្ដងក៏បានឬក៏ឧទាហរណ៍ថាមួយទៀតជាមួយចង់ឲ្យ saturation វាឡើងខ្ពស់នេះឧទាហរណ៍ទេហើយ temperature វាមកក្តៅអញ្ចឹងឬក៏ត្រជាក់អញ្ចឹងយើងអត់ចង់ធ្វើបែបនេះតែនៅរូបផ្សេងទៀតទេអញ្ចឹងយើងអាច select មកយើងសង្កត់ shift នេះបាទរូបរបស់យើងនៅលើយើង select ទៅលើរូបទី1របស់យើងដែលបានកំណត់នឹងមកបន្ទាប់មកយើងសង្កត់ shift នៅលើ keyboard ឲ្យជាប់ហើយយើងចុចទៅលើរូបទី2អញ្ចឹងយើងឃើញថាវា select បានទាំងពីរហើយយើងអាចមកស្ដាំនៅលើរូបទី1នេះហើយបងប្អូនយកពាក្យថា scene setting បាទឬក៏យើងចុច ls បាទ scene setting នេះចឹងយើងមើលថាមិនយើងចង់ឲ្យវា synchronize មែនថាឲ្យវាដូចគ្នាទៅលើផ្នែកខ្លះចឹងយើងអាចមើលទៅទាំងអស់នេះគឺវា take មកជា default របស់វាហើយទូទៅហើយចឹងបើសិនបងប្អូនយើងយកcrop ឬក៏ remove ទៀតអានេះវាឧទាហរណ៍ថាយើង crop រូបនេះឲ្យតូចរូបផ្សេងក៏វា crop ដែរអញ្ចឹងកន្លែងនេះវាអត់ចាំបាច់ទេអញ្ចឹងបោះវាប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅអញ្ចឹងផ្នែកដែលពាក់ព័ន្ធមួយពណ៌ភាគច្រើនគឺវានឹង copy ឬក៏វា sync ឲ្យយើងអញ្ចឹងយើងចុច OK ទៅអញ្ចឹងយើងឃើញថារូបនេះឥឡូវឡើងមកតិចដែរណាបាទអញ្ចឹងនេះបែបយើង scene setting របស់វាឬក៏មួយទៀតបងប្អូនអាចមកស្ដាមយើងយកពាក្យថា copy edit setting ទៅលើរូបនឹងមកហើយយើងចុចលើរូបនេះយើង paste edit setting ដូចគ្នាអញ្ចឹង shortcut យើងគឺ control C control RC ឬក៏ចង់ paste តម្លាក់វាវិញគឺ control V ដូចគ្នាណាបាទតែប៉ុណ្្នឹងទៅបានដូចគ្នាហើយយើងអាចសាក export វាចាំមើលបាទយើង export ដោយ mouse ស្ដាំនេះយើងយកពាក្យនេះក៏បានបាទដូចគ្នាទេអត់អីទេនេះឬក៏យើងយកនេះមកលឿន save as p jpeg បាទនេះលឿនណាបាទឬក៏បងប្អូនអាចបើចង់ចុច save នេះតែម្ដងមួយក៏បានដែរអញ្ចឹងយើងចុច save រួចហើយបាទនេះយើងចុចខាងលើនេះមកដើម្បីយើងកំណត់ទីតាំង save កន្លែងនោះយើង save ទៅទីតាំងនោះយើងអត់បានកំណត់ណាបាទអញ្ចឹងយើង select មកដូចគ្នាមកហើយខ្ញុំដាក់នៅ download select ត្រង់ហ្នឹងហើយបាទនេះដដែលទេហើយបងប្អូនចុច save ទៅអញ្ចឹងរូបទាំងពីរហ្នឹងគឺវា save ទៅតាមទីតាំងហ្នឹងហើយបាទអញ្ចឹងយើងទៅមើលនៅក្នុង download បាទយើងឃើញមានពីរត្រូវហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេហើយនៅពេលដែលបងប្អូនកែរួចរាល់យើងអាចចុចដាននេះក៏បានឬក៏បងប្អូនចង់បន្តទៅក្នុង Photoshop ដើម្បី edit កាត់ត background អីយើងចុច open ទៅនេះបាទអញ្ចឹងលំនាំ camera raw គឺវាតែប៉ុណ្្នឹងតាមពិតមុខងារនៅក្នុងការ color grade គឺយើងប្រើនៅក្នុង Lightroom ឬក៏ camera raw ហើយសម្រាប់មុខងារ edit សម្រាប់ការតម្លាក់សេរីស្រឡាងពណ៌អីទៀតគឺយើងប្រើនៅក្នុង adjustment នេះគ្រាន់តែថាមុខងារវាអត់ខ្លាំងដូចជាមួយនឹង camera raw បាទអញ្ចឹងហើយបានភាគច្រើននៅពេលដែលយើងបើកប្រភេទ raw file នៅលើ Photoshop គឺវា load ចេញ camera raw នេះឲ្យយើងណាបាទអញ្ចឹងវាដូចគ្នាជាមួយនឹងកម្មវិធី Lightroom អញ្ចឹងសម្រាប់វីដេអូនេះគឺយើងមានតែប៉ុណ្្នឹងឯងបាទ